សួស្តីបងប្អូនទាំងអស់គ្នាបាទហើយវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនពីខ្យងបឺការចិញ្ចឹមខ្យងបឺបងប្អូននេះខ្ញុំដាក់ក្នុងពីងទេបឺនេះហើយខ្យងបឺនេះគឺរសជាតិវាឆ្ងាញ់ជាងខ្យងយើងធម្មតាណាបងប្អូនណាបាទហើយមួយទៀតវាថ្លៃទៀតបងប្អូនហើយខ្យងបឺនេះគឺវាជួយឲ្យសុខភាពយើងល្អច្រើនមែនតើនេះបងប្អូនសុទ្ធតែខ្យងបឺខ្ញុំដាក់ចាំក្នុងអាងតែបងប្អូនតិចទៀតនឹងបំបែកពីងបំបែកអីបងប្អូនចង់បើនឹងមានអត្ថប្រយោជន៍ច្រើនមែនទេយើងដាក់ចាំបែបហ្នឹងមកនេះខ្ញុំដាក់នឹងពីងអញ្ចឹងណាហើយចំពោះពីងមួយនេះគឺខ្ញុំដាក់ខ្យងហោងយើងយកពីស្រែមកអញ្ចឹងណាយើងនឹងបំបែកកាត់ពូជកាលណាតែវាបានច្រើនខ្ញុំនឹងបបែកអាងឲ្យច្រើនបើយើងធ្វើជាមានន័យថាអានឹងធ្វើម្ហូបឆ្ងាញ់មែនទែនខ្យងហ្នឹងធ្វើម្ហូបគឺអូយរត់តែអេមម្ហូបខ្ញុំឲ្យមើលបងប្អូននេះរូបរាងវាស្តៀងខ្យងយើងដូចខ្យងស្រីយើងប៉ុន្តែវាពណ៌វាស្អាតហើយនេះដោយសារតែវាមានសេលេជាប់ដោយសារតែទឹកបងប្អូនស្ថានភាពទឹករបស់យើងកាលណាទឹកយើងរៀងល្អហើយបន្តិចយើងដូរវាទៅនឹងក៏ស្ថានភាពវាក៏ល្អជាងនឹងដែរអញ្ចឹងណាប៉ះបាននេះបងប្អូននេះប៉ុណ្ណេះយើងយកទៅធ្វើមេបាមេពូជបានហ្នឹងបងប្អូនប៉ុណ្ណេះយើងយកធ្វើមេបាមេពូជបានហើយឃើញវាតម្លាក់ខ្លួនភ្លឹបរយតម្លាក់ខ្លួនលឿនមែនតើហើយនេះពងវាបងប្អូនពងវាអត់ទៅញាស់ទេញាស់ខ្លះហើយអត់ទៅញាស់ទេនេះបងប្អូនមើលនេះអានេះពងរបស់វាទេណាអាហ្នឹងវាញាស់ហើយបងប្អូនញាស់ខ្លះនេះកូនវាកូនទូច្រើនណាស់នេះកូនទូច្រើនណាស់បងហើយនៅខាងនេះញាស់ឲ្យនេះញាស់ឲ្យលីងហើយវានៅខាងក្រោមច្រើនបងឃើញកូនវាតោងមេហើយវានៅក្រោមទឹកច្រើនណាស់